ថ្ងៃសុក្របន្ទាប់ពីចេញពីសាលារៀនខ្ញុំនិងប្អូនស្រីរបស់ខ្ញុំបានត្រឡប់ទៅផ្ទះគ្រួសារយ៉ាងវិញអ្នកនាងស៊ីវយីអ្នកបានត្រឡប់ទៅសិក្សានៅប្រទេសចិនវិញប៉ារបស់ខ្ញុំមិនទាន់ដឹងនៅឡើយទេគាត់នឹងដឹងនៅពេលដែលគាត់ត្រឡប់មកវិញគួរឲ្យអស់សំណើចណាស់តើអ្នកមិនឃើញទេថាយើងបានទិញរបស់របរប៉ុន្មាននេះជាម្ដាយចុងរបស់ខ្ញុំនិងក្មេងរពីដែលនាងបានយកមកនាងតែងតែធ្វើបាបប្អូនស្រីរបស់ខ្ញុំបែបនេះហេតុអ្វីខ្ញុំគួរជួយនាងយ៉ាងជៀនតើអ្នកឈួតទេតើអ្នកហ៊ាននិយាយជាមួយយើងបែបនោះដោយរបៀបណាតើអ្នកមិនមានអ្នកបម្រើនៅផ្ទះទេអ្នកបានសុំឲ្យខ្ញុំយកវាមកឲ្យអ្នកនាងតើអ្នកអាចនិយាយជាមួយម្ដាយរបស់អ្នកបែបនោះដោយរបៀបណាតើអ្នកគិតថាអ្នកជានរណាទៅដែលបញ្ជានាងអ្នកនាងជីវយីមានរឿងអ្វីស៊ីយីកូនស្រីដែលអតីតភរិយារបស់ឪពុកខ្ញុំបានយកទៅខ្ញុំមានអារម្មណ៍ថាអ្វីមិនដំណើរការល្អទេបណ្ដេញគាត់ចេញគាត់ជាសាច់ញាតិរបស់លោកស្រីតើគ្រួសារយ៉ាងទាំងមូលមានទំនាក់ទំនងជាមួយគ្រួសារឈូរបស់អ្នកទេគ្មានអ្វីដូចនោះទេដោយសារនោះជាករណីតើអ្នកមានបញ្ហាជាមួយខ្ញុំបណ្ដេញគាត់ចេញទេសូមអភ័យទោសអ្នកនាងខ្ញុំមិនអាចបាត់បង់ការងារនេះបានទេពូលីតើបន្ទប់របស់ខ្ញុំស្អាតទេបន្ទប់ចាស់របស់អ្នកឥឡូវនេះអ្នកនាងស៊ូហេតុអ្វីបានជាបន្ទប់របស់អ្នកដទៃធំម្ល៉េះហើយវាជាគាត់ម្ដងទៀតគាត់មិនគិតពីអ្នកដទៃទេចង់ស្នាក់នៅក្នុងបន្ទប់របស់អ្នកដទៃធ្វើឲ្យគាត់សម្អាតហើយប្រគល់វាមកខ្ញុំវិញអ្នកនាងមេងស៊ឺអ្នកនាងស៊ីវយីបាននិយាយថាអ្នកគួរតែប្រគល់បន្ទប់នោះទៅគាត់វិញហេតុអ្វីម៉ាក់ខ្ញុំមិនចង់ទេទុកឲ្យគាត់រងចាំឪពុករបស់អ្នកត្រឡប់មកវិញប្រាប់ឪពុករបស់អ្នកថាគាត់បានយកបន្ទប់របស់អ្នកលោកហ្វីអ្នកគ្រូយីត្រឡប់មកវិញហើយនាងទៅសាលាតែមួយជាមួយអ្នកគ្រូហ្វីអ្វីយីតូចត្រឡប់មកវិញហើយនាងនៅតែសិក្សានៅប្រទេសចិនតើអ្នកមិនបានប្រាប់ឪពុករបស់នាងទេប៉ាទីបំផុតអ្នកត្រឡប់មកវិញហើយមានរឿងអ្វីកើតឡើងខ្ញុំចង់សួរអ្នកនៅសំណួរមួយចំនួនសំណួរអ្វីខ្លះខ្ញុំចង់ដឹងថាហេតុអ្វីបន្ទប់ខ្ញុំត្រូវបានគេយកហើយអ្នកបម្រើថែមទាំងជាប្រមាថខ្ញុំដោយប្រយោលហើយប្រពន្ធថ្មីនិងកូនស្រីថ្មីរបស់អ្នកពេលខ្ញុំត្រឡប់មកវិញព្រាមពួកគេចាប់ផ្ដើមបញ្ជាខ្ញុំឲ្យទៅយករបស់របស់ពួកគេតើខ្ញុំជាអ្នកបម្រើរបស់ពួកគេមែនទេហេតុអ្វីបានជាពួកគេត្អូញត្អែរលឿនម្ល៉េះតើខ្ញុំគួរដឹងដោយរបៀបណាប៉ាខ្ញុំនឹកប៉ាខ្លាំងណាស់ពេលខ្ញុំនៅបរទេសប៉ុន្តែខ្ញុំមិនមានបន្ទប់នៅផ្ទះទេខ្ញុំជឿចាប់ណាស់ខូចចិត្តណាស់គាត់ថែមទាំងចូលចិត្តតែបៃតងជាងប៉ាទៅទៀតស្វាមីឲ្យមីងខ្ញុំចង់ស្នាក់នៅក្នុងបន្ទប់របស់មេងស៊ឺបានសម្អាតវារួចហើយតើអ្នកចង់មានន័យយ៉ាងណាដោយពាក្យថាបន្ទប់របស់គាត់នោះជាប្អូនស្រីរបស់ខ្ញុំដែលរស់នៅជាមួយខ្ញុំតាំងពីខ្ញុំនៅតូចសុំទោសខ្ញុំបានសម្អាតបន្ទប់ហើយបានប្រគល់វាទៅអ្នកវិញឈួតណាស់ពួកគេកំពុងធ្វើដូចជាមិនស្គាល់នរណាម្នាក់ប៉ាតើប៉ាភ្លេចកូនស្រីចាស់របស់ប៉ាដោយសារតែប៉ាមានកូនស្រីថ្មីមែនទេខ្ញុំជាកូនស្រីពិតរបស់ប៉ាហេតុអ្វីបានជាប៉ារបស់ខ្ញុំទៅអ្នកផ្សេងមនុស្សនិយាយថាមានម្ដាយចុងមានន័យថាមានឪពុកចុងវាប្រែថាវាជាការពិតចាប់ពីពេលនេះទៅគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យប៉ាបន្ទប់របស់ឆេវយាយទេមានបន្ទប់ច្រើនណាស់នៅក្នុងផ្ទះសូមឲ្យម៉េងខូជ្រើសរើសបន្ទប់ផ្សេងឆេវយាយកុំយំអីប៉ានឹងនៅតែជាកូនស្រីរបស់ប៉ាជានិច្ចក្មេងរពីតូចមកជាមួយប៉ា